គ្រប់ជ្រាបសួរទៅដល់ពុកម៉ែមីងបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់រាត្រីថ្មីនៃកម្មវិធី Insight ដែលជាកម្មវិធីវេទិកានៃការចែករំលែករឿងរ៉ាវក្នុងចិត្តរបស់ពុកម៉ែមីងបងប្អូនទាំងអស់គ្នាមិនថារឿងសប្បាយមិនថារឿងកើតទុក្ខឬក៏រឿងលាក់ក្នុងចិត្តដែលពុកម៉ែមីងបងប្អូនទាំងអស់គ្នាចង់បញ្ចេញពុកម៉ែមីងបងប្អូនទាំងអស់គ្នាអាចចែករំលែកបានតាម Telegram នៅលើកញ្ចក់អេក្រង់ហើយកម្មវិធីយើងខ្ញុំសង្ឃឹមថានឹងអាចបំរើទៅលើអារម្មណ៍របស់ពុកម៉ែមីងបងប្អូនទាំងអស់គ្នាឲ្យបានមានការធូរស្រាលនិងការកំសាន្តមួយហើយក៏សូមអរគុណទៅដល់បងនិងប្រិមិត្តដែលបានផ្ញើនៅសាច់រឿងទាំងផ្ទាល់តាម Telegram ផងដែរបាទហើយក្នុងសាច់រឿងទាំងអស់គឺខ្ញុំបានស្ដាប់ខ្ញុំបានឃើញហើយខ្ញុំយកមកកែសម្រួលដើម្បីក្នុងការងាយស្រួលក្នុងការនិទានទៅដល់ពុកម៉ែមីងបងប្អូនទាំងអស់គ្នាបាទហើយកុំឲ្យខាតពេលយូរសូមបងប្អូនម៉ែមីងបងប្អូនទាំងអស់គ្នាតាមដាននៅសាច់រឿងយើងដូចតទៅហើយថ្ងៃនេះខ្ញុំសូមយករឿងពិតដ៏កំសត់មួយដែលប្រិមិត្តស្រីម្នាក់បានរៀបរាប់មកកាបខ្ញុំនាងមានឈ្មោះថាសុភាជាកូនអ្នកក្រីក្រម្នាក់រស់នៅក្នុងភូមិតូចមួយនៃឃុំសំពោចស្រុកស្ទងខេត្តកំពង់ធំផ្ទះរបស់នាងគឺជាផ្ទះឈើចាស់មួយដែលនៅក្នុងវាលស្រែហើយនៅរដូវប្រាំងគឺមានដីហុយចូលខ្លាំងព្រោះដីនៅនឹងហុយហើយនៅពេលរដូវវស្សាគឺមានភ្លើងស្រក់នៅលើដំបូលស្រក់ចុះមកតក់ផ្សាច់ពេញជាងតែម្ដងអញ្ចឹងណាបងប្អូនសុភាជាកូនស្រីតែម្នាក់នៅក្នុងគ្រួសារម្ដាយរបស់នាងបានលាចាកលោកតាំងពីនាងអាយុ8ឆ្នាំដោយសារតែជំងឺធ្ងន់មួយដែលគ្រួសារគ្មានលទ្ធភាពព្យាបាលចាប់ពីថ្ងៃនោះមកឪពុករបស់នាងគឺជាឪពុកផងជាម្ដាយផងជាអ្នកធ្វើម្ហូបផងជាអ្នកបោកខោអាវផងនិងជាមនុស្សម្នាក់ដែលឈរនៅពីក្រោយកូនស្រីគ្រប់ពេលវេលាឪពុករបស់សុភាមានឈ្មោះថាវណ្ណាគាត់គឺជាកសិករធម្មតាមានដីស្រែតិចតួចហើយក្រៅពីរដូវធ្វើស្រែគាត់ធ្វើការសំណង់នៅតាមភូមិនិងកាប់ឈើយកអស់ដើម្បីឲ្យគេដើម្បីទទួលបានប្រាក់បន្ថែមដើម្បីគ្រប់គ្រងការសិក្សារបស់កូនដៃរបស់គាត់រឹងនិងក្រិនពោពេញទៅដោយស្នាមរបួសចាស់ស្បែកមុខរបស់គាត់ខ្មៅដូចថ្ងៃប៉ុន្តែពេលមើលទៅកូនស្រីមុខគាត់តែងតែមានស្នាមញញឹមស្រាលមួយដែលធ្វើឲ្យសុភាមានអារម្មណ៍ថាទោះបីជាពិភពលោកនេះក្រីក្រយ៉ាងណាក៏នាងមានផ្ទះដ៏កក់ក្ដៅជាងគេតាំងពីតូចសុភារៀនពូកែនាងតែងតែដើរជាច្រើនចម្ងាយគីឡូម៉ែត្រទៅសាលារៀនដោយពាក់ស្បែកជើងចាស់មួយឪពុករបស់នាងមិនដែលអនុញ្ញាតឲ្យភាពក្រីក្រជាហេតុផលដែលឲ្យនាងឈប់បោះបង់ការសិក្សាឡើយរាល់ពេលដែលសុភាតាក់ស្ទើរចង់ឈប់រៀនដើម្បីជួយធ្វើការក៏តែងបង្ហាញថាមិនអនុញ្ញាតឲ្យកូនឈប់រៀនឡើយហើយគាត់សង្ឃឹមថាកូនស្រីនឹងមានថ្ងៃណាមួយបានបញ្ចប់ការសិក្សានិងទទួលបានការងារដ៏ល្អមិនលំបាកដូចគាត់ឆ្នាំដែលសុភាបានប្រឡងជាប់បាក់ឌុបគឺជាឆ្នាំដែលឪពុករបស់នាងសប្បាយចិត្តបំផុតគាត់បានលក់គោមួយក្បាលដែលជាទ្រព្យដ៏មានតម្លៃបំផុតនៅក្នុងផ្ទះដើម្បីឲ្យនាងបន្តការសិក្សានៅរាជធានីភ្នំពេញសុភាបានចូលរៀនផ្នែកគណនេយ្យនៅសាកលវិទ្យាល័យមួយហើយនាងកាន់តែមានក្តីស្រមៃថាបន្ទាប់ពីរៀនចប់នាងនឹងទទួលបានការងារល្អសាងសង់ផ្ទះថ្មីជូនឪពុកនិងនាំគាត់ទៅពិនិត្យសុខភាពឲ្យបានទៀងទាត់នៅរាជធានីភ្នំពេញសុភារស់នៅក្នុងបន្ទប់តូចមួយជាមួយមិត្តភ័ក្តិ2នាក់នាងចំណាយតិចបំផុតដែលអាចទៅធ្វើបានអាហាររបស់នាងភាគច្រើនគឺបាយជាមួយពងទាឬក៏មីលុយដែលឪពុកផ្ញើមកម្ដងមិនសូវគ្រប់សម្រាប់ការសិក្សានិងការរស់នៅទេប៉ុន្តែនាងមិនបានប្រាប់គាត់ឡើយនាងដឹងថារាល់ប្រាក់10000ដែលមកដល់ដៃនាងនេះគឺបានចេញពីញើសឈាមនិងកម្លាំងរបស់កំឡោះចំណាស់ម្នាក់នៅឯស្រុកនៅឯឆមាសទី2នៃឆ្នាំទី1សុភាបានទទួលដំណឹងថាឪពុករបស់នាងដួលសន្លប់នៅកណ្ដាលវាលស្រែអ្នកភូមិបានជួយដឹកគាត់ទៅមណ្ឌលសុខភាពស្រុកស្ទងហើយបន្ទាប់មកបញ្ជូនបន្តទៅមន្ទីរពេទ្យធំនៅខេត្តកំពង់ធំលទ្ធផលពិនិត្យបង្ហាញថាគាត់មានជំងឺធ្ងន់ដែលត្រូវព្យាបាលយូរនិងត្រូវបញ្ជូនទៅភ្នំពេញថ្ងៃដែលសុភាបានឃើញឪពុកដេកលើគ្រែពេទ្យគឺជាថ្ងៃដំបូងដែលនាងយល់ថាមនុស្សដែលនាងគិតថារឹងមាំជាងគេក៏អាចទន់ខ្សោយដល់ថ្នាក់មិនអាចលើកដៃបានដែរមុខរបស់គាត់ស្លេករាងកាយស្គមដកដង្ហើមខ្លីៗហើយដង្ហើមខ្លីៗរបស់គាត់ធ្វើឲ្យបេះដូងនាងញាស់គ្រប់វិនាទីគ្រូពេទ្យបានប្រាប់ថាការព្យាបាលត្រូវការប្រាក់ច្រើនសម្រាប់គ្រួសារដែលមានតែផ្ទះឈើចាស់មួយស្រែដ៏តូចនិងម៉ូតូកញ្ចាស់មួយគ្រឿងប្រាក់មួយចំនួននោះប្រៀបដូចភ្នំដែលមិនអាចឡើងទៅដល់កំពូលបាន
សុភាបានត្រឡប់ទៅសាកលវិទ្យាល័យតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះនាងបានអង្គុយនៅក្នុងថ្នាក់ប៉ុន្តែខួរក្បាលរបស់នាងគិតទៅដល់លោកឪពុករាល់ពេលគ្រូបង្រៀនសរសេរលេខនៅលើក្តារខៀននាងតែងស្រមៃឃើញលេខចំនួនទឹកប្រាក់ដែលត្រូវព្យាបាលឪពុករបស់នាងនៅលើខួរក្បាលរាល់ពេលមិត្តភក្តិនិយាយពីក្តីស្រមៃនិងការងារនៅពេលអនាគតនាងតែងឃើញមុខឪពុកស្លេកស្លាំងនៅលើគ្រែទីបំផុតសុភាបានសម្រេចចិត្តបោះបង់ការសិក្សានាងគ្រាន់តែបត់សម្លៀកបំពាក់ដាក់ចូលកាបូបនិងយកឯកសារទុកនៅក្នុងប្រអប់ទូចមួយដូចជាមនុស្សកំពុងតែបញ្ចុះសពក្តីស្រមៃរបស់ខ្លួនដោយស្ងៀមស្ងាត់នាងបានលក់ទូរស័ព្ទដៃលក់កុំព្យូទ័រចាស់ដែលទិញសម្រាប់រៀននិងលក់គ្រឿងអលង្ការតិចតួចដែលម្ដាយទុកឲ្យនាងបានត្រឡប់ទៅស្រុកស្ទូងហើយលក់ម៉ូតូកញ្ចាស់របស់ឪពុកបន្ទាប់មកនាងនិងសាច់ញាតិបានសម្រេចចិត្តលក់ដីស្រែពាក់កណ្ដាលដែលនៅសល់ទោះលក់អស់ជាច្រើនក៏ដោយក៏ប្រាក់នៅតែមិនគ្រប់សុភាបានឡើងមកភ្នំពេញម្ដងទៀតប៉ុន្តែមិនមែនមករៀនទេគឺនាងមកដើម្បីធ្វើការពេលព្រឹកម៉ោង 8 នាងជួយលាងចាននិងរៀបតុនៅហាងបាយមួយនៅផ្សារដើមគោចាប់ពីម៉ោង 8 រហូតដល់ម៉ោង 5 ល្ងាចនាងធ្វើការនៅរោងចក្រកាត់ដេរមួយនៅជាយរាជធានីភ្នំពេញល្ងាចឡើងនាងទៅជួយលក់បាយឆាមីឆានៅមុខរោងចក្រពេលខ្លះពេលហាងបិទយប់ជ្រៅនាងជួយទៅសម្អាតបន្ទប់ជួលឲ្យម្ចាស់ផ្ទះទៀតដើម្បីបានលុយ 2-3 ម៉ឺនថែមទៀតនាងគេងមិនដល់ 4 ម៉ោងក្នុងមួយយប់ដៃដែលធ្លាប់កាន់ប៊ិចចាប់ផ្ដើមមានស្នាមរបួសពីទឹកសាប៊ូនិងម៉ាស៊ីនដេរភ្នែករបស់នាងក្រហមជារៀងរាល់ថ្ងៃរាងកាយនាងប្រែជាស្គមឡើងហើយជើងហើមដោយសារតែឈរយូរពេកប៉ុន្តែនាងមិនអនុញ្ញាតឲ្យខ្លួនឯងឈប់ទេព្រោះមានមនុស្សម្នាក់កំពុងតែកេងចាំប្រាក់ដើម្បីយកទៅព្យាបាលប្រាក់ខែដំបូងដែលនាងទទួលបាននាងមិនបានយកទៅទិញសម្លៀកបំពាក់ថ្មីឬអាហារឆ្ងាញ់ៗដើម្បីញ៉ាំទេគឺនាងផ្ញើស្ទើរតែទាំងអស់ឲ្យទៅមន្ទីរពេទ្យនិងទុកប្រាក់តិចតួចសម្រាប់ថ្លៃបន្ទប់ជួលនាងរស់ជាមួយបាយជាមួយទឹកត្រីសឹងតែរៀងរាល់ថ្ងៃពេលឃ្លានខ្លាំងនាងផឹកទឹកច្រើនដើម្បីបន្លប់ក្រពះរយៈពេលជាច្រើនខែសុភារស់នៅដូចជាមនុស្សមានគោលដៅតែមួយគឺរកប្រាក់ឲ្យគ្រប់ចំនួនមុនពេលវេលារបស់ឪពុកអស់នាងបដិសេធការឈប់សម្រាកថ្ងៃបុណ្យក៏ធ្វើការដែរថ្ងៃអាទិត្យក៏ធ្វើការពេលឈឺក៏លេបថ្នាំហើយក៏ទៅធ្វើការពេលខ្លះនាងដួលសន្លប់នៅរោងចក្រប៉ុន្តែភ្ញាក់ឡើងវិញនាងក៏បន្តធ្វើការរហូតដល់ចប់វេនគ្រប់ពេលដែលនាងត្រឡប់ទៅមើលឪពុកនៅមន្ទីរពេទ្យគាត់កាន់តែស្គមនិងទន់ខ្សោយទោះជាយ៉ាងណាគាត់នៅតែព្យាយាមបង្ហាញថាខ្លួនមិនអីដើម្បីកុំឲ្យកូនបារម្ភសុភាយល់ថាឪពុកកំពុងតែលាក់ការឈឺចាប់ដូចគ្នានឹងនាងកំពុងលាក់ភាពនឿយហត់មានយប់មួយនាងអង្គុយក្បែរគ្រែពេទ្យហើយឃើញឪពុកគេងលក់នាងបានកត់សម្គាល់ដៃរបស់គាត់ដែលធ្លាប់តែរឹងមាំហើយធំបែរជាមកជាស្គមហើយឃើញសុទ្ធតែសរសៃដៃនោះធ្លាប់បីនាងទៅសាលាពេលផ្លូវលិចទឹកដៃដែលធ្លាប់តែដេកស្បែកជើងឲ្យនាងដៃដែលធ្លាប់តែលក់គោចុងក្រោយដើម្បីឲ្យនាងមករៀននៅរាជធានីភ្នំពេញពេលនោះសុភាទប់ទឹកភ្នែកមិនបានប៉ុន្តែនាងជូតវាចេញកុំឲ្យឪពុកឃើញនាងបន្តធ្វើការកាន់តែខ្លាំងក្រោយមកនាងបានស្គាល់អ្នកស្រីម្នាក់នៅហាងបាយដែលនាងត្រូវការអ្នកមើលថែម្ដាយចាស់នៅពេលយប់សុភាទទួលការងារនោះបន្ថែមនាងចេញពីរោងចក្រទៅលក់អាហារហើយបន្ទាប់មកទៅមើលថែមនុស្សចាស់រហូតដល់ព្រឹកពេលអ្នកជំងឺដេកលក់នាងអង្គុយផ្អែកជញ្ចាំងបិទភ្នែកបន្តិចគិតទៅជីវិតរបស់នាងមានតែការងារនិងការមើលថែឪពុកទេគឺជាចំណុចចម្បងដែលត្រូវធ្វើប្រចាំថ្ងៃខែទី 6 ប្រាក់ដែលនាងសន្សំបាននៅតែខ្វះមួយចំនួនគ្រូពេទ្យបានកំណត់ពេលវេលាថាការព្យាបាលដ៏សំខាន់ត្រូវធ្វើនៅឆាប់ៗនេះសុភាចាប់ផ្ដើមខ្ចីប្រាក់ពីមិត្តរួមការងារពីម្ចាស់ហាងនិងពីមនុស្សដែលនាងបានស្គាល់មនុស្សខ្លះជួយដល់ក្តីអាណិតមនុស្សខ្លះបដិសេធមនុស្សខ្លះនិយាយថានាងកំពុងតែប្រឆាំងនឹងអ្វីដែលមិនអាចឈ្នះបានប៉ុន្តែសម្រាប់សុភាឪពុកមិនមែនជាជំងឺមួយដែលគ្មានសង្ឃឹមទេគាត់គឺជាមនុស្សដែលបានបោះបង់ជីវិតពាក់កណ្ដាលដើម្បីនាងឲ្យមានអនាគតដូច្នេះនាងត្រូវតែលក់អនាគតរបស់ខ្លួនវិញក៏នាងព្រមនៅចុងខែទី 7 សុភីបានទទួលការងារបន្ថែមមួយជាការងារវេចខ្ចប់ទំនិញនៅពេលយប់រាល់ថ្ងៃនាងធ្វើដំណើរឆ្លងកាត់ផ្លូវភ្នំពេញដែលភ្លឺទៅដោយភ្លើងរថយន្តខណៈដែលនៅក្នុងចិត្តរបស់នាងគឺមានតែភាពឈឺចាប់និងស្រណោះស្រណោចដល់ផ្ទះឈើចាស់នៅស្រុកស្ទងនិងឪពុកដែលកំពុងរង់ចាំនាងនៅយប់មួយ
មេឃភ្លៀងខ្លាំងសុភាត្រឡប់ពីការងារជិះម៉ូតូដប់ហើយកាន់សំសម្បត្តិដែលមានប្រាក់ខែនិងប្រាក់បន្ថែមនៅក្នុងដៃនាងបានកណនាម្ដងហើយម្ដងទៀតហើយក៏ដឹងថាបើបញ្ចូលជាមួយប្រាក់ដែលបានសន្សំនិងប្រាក់ខ្ចីចុងក្រោយនាងរកបានចំនួនគ្រប់ហើយជាលើកដំបូងក្នុងរយៈពេលជាច្រើនខែសុភាញញឹមយ៉ាងមានក្តីសុខនាងគិតថាតាំងពីថ្ងៃនេះទៅឪពុកនឹងត្រូវបានជាសះស្បើយហើយនាងគិតថាពេលដែលឪពុកជាសះស្បើយនាងនឹងត្រឡប់ទៅចាប់ផ្ដើមរៀននៅថ្ងៃណាមួយវិញនាងគិតពីការសង់ជញ្ជាំងផ្ទះថ្មីគិតពីផ្ទះមិនអាចមានខ្យល់ឬក៏ធូលីឬក៏ទឹកភ្លៀងចូលមកទៀតឡើយនាងមិនបានដឹងថានៅពេលដែលនាងកំពុងតែរាប់លុយដោយញ័រនឹងក្តីសប្បាយឪពុករបស់នាងកំពុងតែដកដង្ហើមចុងក្រោយនៅមន្ទីរពេទ្យព្រឹកមុននឹងព្រះអាទិត្យរះសុភាបានឡើងឡានឈ្នួលពីភ្នំពេញទៅមន្ទីរពេទ្យនាងកាន់កាបូបប្រាក់ជាប់ទ្រូងដូចជាជីវិតឪពុករបស់នាងនៅក្នុងដៃគ្រប់គីឡូម៉ែត្រដែលឡានបានឆ្លងកាត់នាងមានអារម្មណ៍ថាក្តីសង្ឃឹមកាន់តែជិតមកដល់ពេលទៅដល់មន្ទីរពេទ្យនាងរត់តាមកាំចដារហូតដល់ដង្ហើមសឹងតែមិនទាន់ប៉ុន្តែពេលឈានទៅដល់មុខបន្ទប់នាងឃើញសាច់ញាតិម្នាក់ឈរនៅមុខទ្វារទឹកមុខស្ងៀមនិងភ្នែកក្រហមនៅវិនាទីនោះសុភាមិនចាំបាច់ឮអ្វីទេបេះដូងរបស់នាងយល់មុនត្រចៀកនាងបើកទ្វារឃើញគ្រែរបស់ឪពុកដែលធ្លាប់គេងប្រែជាទទេកម្រាលពុកត្រូវបានរៀបចំស្អាតថង់ថ្នាំនិងដបទឹកត្រូវបានប្រមូលចេញនៅជ្រុងបន្ទប់មានកាបូបខោអាវចាស់របស់ឪពុកនិងស្បែកជើងផ្ទាត់មួយគូដែលគាត់ធ្លាប់ពាក់សុភាឈោមិនចង់ជាប់កាបូបប្រាក់របស់នាងកាន់យ៉ាងប្រុងប្រយ័ត្នជាច្រើនខែបែរជាធ្លាក់ចេញពីដៃក្រដាស់ប្រាក់រាយប៉ាយលើកម្រាលឥដ្ឋប្រាក់ដែលនាងលក់ការសិក្សាលក់ទ្រព្យសម្បត្តិលក់កម្លាំងកាយនិងលក់ការគេងដើម្បីរកបែរជាគ្មានអំណាចទិញដង្ហើមចុងក្រោយរបស់ឪពុកនាងបានមកវិញឪពុករបស់នាងបានលាចាកលោកនៅម៉ោង3រំលងអត្រាតពេលគាត់ចាក់ចេញសុភាកំពុងធ្វើការវិចខ្ចប់ទំនិញនិងរាប់ប្រាក់ចុងក្រោយដែលនាងនៅខ្វះគាត់បានរងចាំជាយូរណាស់មកហើយប៉ុន្តែពេលវេលាមិនព្រមរងចាំទេសាច់ញាតិបានប្រាប់ថាមុនឪពុកបាត់ដង្ហើមគាត់បានមានស្មារតីបន្តិចគាត់ព្យាយាមមើលទៅមាត់ទ្វារជាច្រើនដងដូចជារងចាំកូនស្រីមកមើលអីចឹងគាត់បានកាន់សៀវភៅសិក្សាចាស់មួយរបស់សុភានៅជាប់នឹងទ្រូងសៀវភៅនោះគឺជាសៀវភៅដែលគាត់យកតាមខ្លួនតាំងពីផ្ទះដើម្បីរំលឹកថាកូនស្រីធ្លាប់មានក្តីស្រមៃធំមួយសុភាបានឃើញសៀវភៅនោះបេះដូងរបស់នាងបែកទាំងស្រុងនាងបានខិតខំរកប្រាក់ដើម្បីរក្សាជីវិតឪពុកប៉ុន្តែឪពុកវិញបានកាន់សៀវភៅរបស់នាងដូចជាចង់រក្សាក្តីស្រមៃរបស់កូនមនុស្សទាំងពីរនាក់បានលះបង់អនាគតឲ្យគ្នាទៅវិញទៅមកចុងក្រោយគ្មាននរណាម្នាក់អាចរក្សាអ្វីបានទាំងស្រុងសពរបស់ឪពុកត្រូវបានដឹកត្រឡប់ទៅស្រុកស្ទងខេត្តកំពង់ធំពេលឡានឆ្លងកាត់វាលស្រែដែលគាត់ធ្លាប់ធ្វើការសុភាអង្គុយក្បែរសពមិននិយាយស្ដីសំបីអ្វីមួយម៉ាត់ភ្លៀងធ្លាក់ស្រាលលើដំបូលឡានទេសភាពដែលធ្លាប់តែស្រស់ស្អាតនៅក្នុងកុមារភាពប្រែជាស្ងាត់និងប្រែជាខ្មៅងងឹតដែលនាងកំពុងគិតថាពិភពលោកនេះកំពុងតែចូលរួមកាន់ទុក្ខជាមួយនាងនៅថ្ងៃបុណ្យសពអ្នកភូមិជាច្រើនបានមកចូលរួមគ្រប់គ្នាស្គាល់បណ្ណាថាជាឪពុកដែលស្រឡាញ់កូននិងជាបុរសស្លូតត្រង់ម្នាក់មនុស្សចាស់នៅក្នុងភូមិបានមើលសុភាដោយក្តីអាណិតព្រោះពួកគេដឹងថាកូនស្រីម្នាក់នេះបានលះបង់គ្រប់យ៉ាងប៉ុន្តែនៅពេលចុងក្រោយគឺការលះបង់មួយនោះត្រូវបានខ្លាចជាអាសាបង់ក្រោយចប់ពិធីបុណ្យសុភាបានចូលទៅក្នុងផ្ទះឈើចាស់តែម្នាក់ឯងនៅលើជញ្ជាំងមានរូបថតនាងពាក់ឯកសណ្ឋានសិក្សានៅក្រោមគ្រែឪពុកគាត់បានរក្សាទុកពីសញ្ញាបត្រសៀវភៅតាមដាននិងលិខិតលើកទឹកចិត្តជាច្រើនរបស់នាងតាំងពីបឋមសិក្សាមកដល់ពេលបច្ចុប្បន្នម្លេះគាត់រក្សារបស់ទាំងនោះបានល្អជាងរបស់ទ្រព្យសម្បត្តិរបស់ខ្លួនទៅទៀតនៅថ្ងៃបន្ទាប់នាងបានយកប្រាក់ដែលរកបានគ្រប់សម្រាប់ព្យាបាលឪពុកទៅសងបំណុលមួយផ្នែកនិងទុកមួយផ្នែកសម្រាប់ធ្វើបុណ្យចំនួនដែលនៅសល់នាងបានបង្កើតមូលនិធិតូចមួយនៅសាលាបឋមសិក្សាឃុំសំពោចដើម្បីជួយកុមារក្រីក្រដែលមានឪពុកម្ដាយឈឺនិងប្រឈមមុខនឹងការបោះបង់ការសិក្សាសុភាមិនបានជួយឪពុកនាងទាន់ពេលវេលាប៉ុន្តែនាងចង់ឲ្យកុមារផ្សេងទៀតមិនបាច់បោះបង់ការសិក្សាដូចនាងនោះទេមួយឆ្នាំក្រោយមកសុភាបានត្រឡប់មករៀនវិញនាងរៀនពេលល្ងាចនិងធ្វើការពេលថ្ងៃជីវិតរបស់នាងនៅតែលំបាកប៉ុន្តែគ្រប់ពេលដែលនាងចង់បោះបង់នាងតែងនឹកឃើញទៅដល់ឪពុកដែលខំប្រឹងនិងលះបង់សូម្បីតែជីវិតរបស់ខ្លួនដើម្បីចង់ឃើញនាងបានសិក្សាចប់ចុងចប់ដើមប៉ុន្មានឆ្នាំក្រោយមកសុភាបានបញ្
បញ្ចប់ការសិក្សានាងនៅថ្ងៃទទួលសញ្ញាបត្រមិត្តភ័ក្តិរបស់នាងមានឪពុកម្ដាយឈរថតនិងកាន់បែបផ្កាចំណែកសុភានាងកាន់សៀវភៅចាស់មួយដែលឪពុកបានកាន់នៅដង្ហើមចុងក្រោយនិងពាក់អាវធំដែលមានរូបថតតូចមួយរបស់គាត់នៅក្នុងហោប៉ៅខាងក្នុងនៅពេលដែលគេហៅឈ្មោះនាងឡើងទទួលសញ្ញាបត្រសុភាបានដើរឡើងឆាកទាំងទឹកភ្នែកសម្រាប់មនុស្សផ្សេងវាជាថ្ងៃបញ្ចប់ការសិក្សាប៉ុន្តែសម្រាប់នាងគឺជាថ្ងៃដែលក្តីស្រមៃរបស់ឪពុកនាងបានដើរមកដល់ទីបញ្ចប់ទោះបីជាម្ចាស់ក្តីស្រមៃមិនបានឈរមើលផ្ទាល់នឹងភ្នែកក៏ដោយក្រោយពេលទទួលបានសញ្ញាបត្រសុភាបានត្រឡប់ទៅសុខស្ទងនាងបានអង្គុយមុខភ្នោឪពុកតែម្នាក់ឯងនាងបានដាក់សញ្ញាបត្រនៅមុខភ្នោដាក់សៀវភៅចាស់នៅយ៉ាងស្ងៀមស្ងាត់ហើយនាងបាននិយាយថាកូនធ្វើបានហើយពុកប៉ុន្តែភាពជោគជ័យនោះមានកន្លែងទំនេរមួយគឺគ្មានអ្នកណាបំពេញបានឡើយសុភាបានប្រាប់ខ្ញុំថារហូតដល់សប្តាហ៍ថ្ងៃនាងនៅតែសោកស្ដាយថាថ្ងៃដែលរកប្រាក់បានគ្រប់គួរតែថ្ងៃជាដែលសប្បាយចិត្តបំផុតប៉ុន្តែវាថ្ងៃខ្លាចគឺជាថ្ងៃដែលនាងស្គាល់ការឈឺចាប់ខ្លាំងជាងគេបំផុតនាងមិនស្ដាយដែលបោះបង់ការសិក្សាទេនាងមិនស្ដាយដែលបានធ្វើការងារទាំងយប់ទាំងថ្ងៃនាងមិនបានស្ដាយដែលបានលក់អ្វីៗទាំងអស់នោះទេអ្វីដែលនាងស្ដាយបំផុតគឺនាងស្ដាយមិនបានក្បែរឪពុកនៅវិនាទីចុងក្រោយនិងមិនបានឲ្យគាត់ដឹងថាកូនស្រីម្នាក់នេះស្រឡាញ់គាត់លើសពីអ្វីៗទាំងអស់អូខេពុកម៉ែមីងបងប្អូនទាំងអស់គ្នារឿងរបស់សុភាត្រូវបានបញ្ចប់ត្រឹមនេះហើយក្នុងសាច់រឿងនេះក៏បានផ្ដល់នៅតម្លៃផ្ដល់នៅគោលគំនិតឧត្តមគតិមួយដល់យើងផងដែរគឺពីទឹកចិត្តស្រឡាញ់របស់ឪពុកគឺចង់ឲ្យកូនខ្ពស់មិនបោះបង់ការសិក្សាហើយក៏ចង់ផ្ដាំទៅតែគឺការសិក្សាមានតម្លៃបំផុតការសិក្សាគឺបានអាចជួយឲ្យយើងមានអនាគតល្អមិនត្រឹមតែជួយតែយើងទេគឺជួយទៅដល់ក្រុមគ្រួសារយើងផងដែរបាទហើយជាចុងក្រោយក៏សូមអធិស្ឋានទៅដល់រាល់កំហុសឆ្គងនៃការនិទានរបស់ខ្ញុំដែលមានពាក្យពេចន៍លើសលុបមិនសមរម្យត្រង់ណាបាទហើយពុកម៉ែមីងបងប្អូនទាំងអស់គ្នាចង់ចែករំលែកជាមួយទៅនឹងសាច់រឿងក្នុងចិត្តមិនថាសប្បាយមិនថាកាត់ទុកមិនថាឈឺចាប់ពុកម៉ែមីងបងប្អូនទាំងអស់គ្នាអាចផ្ញើមកកាន់ Telegram របស់ខ្ញុំបានពីខ្ញុំបាទវាសនាសង្ឃឹមថាពុកម៉ែមីងបងប្អូនទាំងអស់គ្នានឹងទទួលបានអារម្មណ៍កំសាន្តពីវីដេអូមួយនេះផងដែរសូមជួយចុច Like Subscribe និង Comment បើសិនជាពុកម៉ែមីងបងប្អូនទាំងអស់គ្នាតាមដានមកដល់នាទីមួយនេះជាចុងក្រោយសូមអរគុណសូមជម្រាបលាបាយបាយ